ធ្លាប់តែនៅធ្វើការយូរផ្លេចពីរបៀបធ្វើស្រែធ្វើចំការនៅឯស្រុកស្រែជនបទអញ្ចឹងថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលពីរបៀបតើកសិករខ្មែរយើងឥឡូវគាត់ធ្វើស្រែគាត់ប្រើឧបករណ៍អីគេខ្លះមិនដូចមុនទេណាបងប្អូនទាំងអស់គ្នាកសិករឥឡូវគាត់មានបច្ចេកទេសទំនើបខ្លាំងមែនតើឥឡូវនេះអត់មានកសិករណាខ្ញុំនាំតែគ្នាមកមើលប៉ាខ្ញុំបច្ចេកទេសប៉ាខ្ញុំធ្វើស្រែចម្ការបច្ចុប្បន្នថាតើគាត់មានបច្ចេកទេសយ៉ាងណាខ្លះបងប្អូនអ្នកគ្នាឃើញធុងដែលគាត់កំពុងស្ពាយហ្នឹងអត់បងប្អូនអ្នកគ្នាអាហ្នឹងមិនមែនធុងទឹកទេណាអាហ្នឹងធុងគេអាចប្រើព្រោះស្រូវក៏បានបាញ់បាច់ជីក៏បានដែរហើយធុងហ្នឹងគឺជំនួសដៃជំនួសជើងប៉ាខ្ញុំខ្លាំងមែនតែនហ្មងពេលដែលយើងប្រើម៉ាស៊ីនបាញ់គ្រាប់ស្រូវនឹងចេញមកគ្រាប់ស្រូវរបស់យើងគឺវាអត់ក្រាបពេកក៏វាអត់ស្ដើងពេកដែរគេមានរុនសេរីខ្ញុំនាំបងប្អូនទាំងគ្នាទៅមើលប៉ាខ្ញុំគាត់កំពុងតកាយដីមួយទៀតដោយសារតែអញ្ចេះដោយសារតែកន្លែងហ្នឹងម៉ាស៊ីនវាយដីគាត់វាយអត់កើតទេវាផុងពេកអញ្ចឹងទៅវារស់កាត់វាយកាត់តែរត់កើតអញ្ចឹងតើតាយើងកាយឲ្យវាស្មើអញ្ចឹងបានយើងអាចធ្វើការព្រោះស្រូវកើតអញ្ចឹងបើវាខ្ពស់អញ្ចឹងពេលដែលយើងដាក់ទឹកដាក់អីមកវាទឹកអត់បានដិតដល់ហ្នឹងវានាំមកខូចដើមស្រូវយើងឯងអញ្ចឹងយើងកាយឲ្យវាស្មើទៅពេលខ្ញុំនៅទូចពេលមកស្រែអញ្ចឹងប៉ាតែយកមកស្រែរហូតនឹងម៉ាក់9មកអញ្ចឹងណាហើយមកគ្មានធ្វើអីទេមកនៅលើភ្លឺហូបនំហូបអីរបស់គាត់ហ្នឹងឯងដល់ទៅពេលធំឡើងគាត់9មកមិនសូវជាចង់មកឯងហើយថ្ងៃហ្នឹងចង់មកហ្នឹងដោយសារតាចង់មកថតផ្តិតយកវីដេអូជូនបងប្អូនទស្សនាផងហើយនឹងចង់ប្រាប់បងប្អូនថាសប្តាហ៍ហ្នឹងប្រជាកសិករយើងគាត់លែងធ្វើស្រែដោយដៃ 100% ដូចមុនហើយគាត់មានឧបករណ៍ជំនួយលែងសូវហត់នឿយប៉ុន្តែគាត់ថាស្រូវក៏វាមិនសូវជាថ្លៃដែរអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនអរគ្នាមកមើលឧបករណ៍ដែលប៉ាខ្ញុំប្រើដើម្បីបាញ់គ្រាប់ស្រូវចេញហ្នឹងណាឬក៏យើងហៅថាព្រោះស្រូវនឹងឯងអញ្ចឹងក្នុងមួយធុងហ្នឹងយើងប៉ាខ្ញុំដាក់2ប៉ោតជាងបន្តិចបានមួយធុងហ្នឹងអញ្ចឹងណាហើយគ្រាប់ស្រូវហ្នឹងប៉ាខ្ញុំនេះហើយផ្អាប់ពីមួយយប់ឲ្យវាដុះពលឹកតិចហើយមិនយកមកព្រោះហ្នឹងបើងាកមកមើលពីគ្រួសារខ្ញុំគឺប៉ាម៉ាក់ធ្វើស្រែហើយកូនកាលនៅតូចគឺជួយពួកគាត់ទៅស្រែទៅស្ទង់ទៅស្លោកបោកឆ្មៅគឺដោយកូនកសិករគេដទៃទៀតដែរតែដល់ទៅពេលធំឡើងគឺអត់សូវបានចុះស្រែមានតែប៉ាហើយម៉ាក់នឹងឯងអ្នកបានមកស្រែពួកខ្ញុំកូននៅផ្ទះទៅធ្វើការទៅរៀនអីចឹងទៅអញ្ចឹងតាំងពីធំមកមិនសូវបានជាមកស្រែដិតដល់ទេប៉ុន្តែពេលច្រូតពេលអីចឹងទៅមកជួយត្រង់ស្រូវអីចឹងណាដល់ពេលធំឡើងទៅចេះតែអត់សូវចង់មកស្រែពេលចេញដើរប្រាប់គេថាខ្ញុំកូនអ្នកកសិករទេពេលខាងទៅគេជឿគេថាកូនកសិករណាសាច់សអញ្ចឹងសាច់សបើសមកកើតមកសខ្ញុំមិនដឹងបងប្អូនទាំងគ្នាតែបើប៉ាម៉ាក់ខ្ញុំសេហ្នឹងកសិករហ្នឹងអ្នកធ្វើស្រែចម្ការហ្នឹងហើយមិនមែនអ្នកធ្វើស្រែចម្ការលេងណាគឺ 100% គឺធ្វើស្រែធ្វើចម្ការហ្មងចាហើយតំណែងកសិករនេះខ្ញុំគិតថាប្រហែលជាអត់មានកូនណាបានស្នងទេបងប្អូនអរគ្នាព្រោះកូនថ្ងៃមានស្រី2កូនគឺធ្វើរឿងធ្វើស្រែមួយអត់អាចទៅដូចគាត់ 100% បានទេទុនហ្នឹងបងអូនអើយអញ្ចឹងមានតែប៉ាម៉ាក់ហ្នឹងជាបង្គោលអ្នកធ្វើស្រែបង្គោលក្នុងគ្រួសារសប្តាហ៍ហើយក៏អត់ទាន់មានកូនប្រសាណាមកជំនួសដៃជំនួសជើងគាត់ដែរបើកូនគាត់អត់សវ៉ាតរឿងគ្រួសារផងហ្នឹងអញ្ចឹងមានតែឲ្យពួកគាត់ធ្វើបន្តទៀតនឹងឯងដើម្បីផ្គត់ផ្គង់ជីវភាពដើម្បីមានកហូបរាល់ថ្ងៃមានស្រូវហូបកហូបគ្រប់គ្រាន់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចង់បង្ហាញបងពី
ការធ្វើស្រែចម្ការរបស់កសិករខ្មែរយើងសប្ងៃនៅជនបទជឿនលឿនដល់ណាហើយមិនថាជឿនលឿនដូចប្រទេសជប៉ុនគេមានម៉ាស៊ីនច្រូតម៉ាស៊ីនស្ទង់ម៉ាស៊ីនអីទេយើងបានប៉ុណ្នេះគឺយើងទទួលយកបានហើយព្រោះកាលមុនយើងប្រើព្យួរគោអាគោយន្តអីផងតែឥឡូវយើងមានម៉ាស៊ីនច្រូតយើងមានម៉ាស៊ីនព្រោះប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ